ចំណងស្នេហ៍កម្មភាគទី6អ្នកនាងអូនដាលិនមានការងារអីឲ្យបងធ្វើទៀតហើយឆាប់និយាយប្រាប់មកណាដោយសារតែពេលនេះបងមានជាប់ពាក់ព័ន្ធច្រើនករណីណាស់ហើយប៉ូលីសកំពុងទៅតាមដានបងដូចគ្នាការដែលយើងហៅឯងមកនេះព្រោះយើងចង់ឲ្យឯងទៅតាមដាននាងចាស់ស្មីននោះថាវាមានជាប់តាក់តឹងជាមួយបងឃីមទៀតដែរឬយ៉ាងណានិយាយស្រួលស្ដាប់ទៅយើងចង់ឲ្យឯងតាមដានវាគ្រប់ពេលតែម្ដងពុទ្ធោហើយអូនដាលិននេះអូនប្រុងធ្វើបាបបងឬមួយក៏ចង់ឲ្យបងជាប់គុកទៅអូនក៏ដឹងហើយថាគេកំពុងទៅតាមដានបងដូចគ្នាបងមិនអាចចេញក្រៅផ្ដេសផ្ដាសបានទេណាឥឡូវសម្រាប់ថាឯងជួយយើងដែរមើលក៏អន់ហើយមួយទៀតឈប់ហើយយើងថាអូនទៅប្រយ័ត្នមានគេយល់ច្រឡំឈប់មិននឹងកើតទេបើបងស្រឡាញ់អូនយ៉ាងនេះនោះបើនិយាយរឿងការងារវិញបងចេះតែចង់ជួយអូនហើយតែពេលនេះប៉ូលីសក៏បានកំណត់មុខសញ្ញារបស់បងថែមទាំងបងនេះកំពុងតែដាច់យ៉ៃទៀតឯងចាប់បានអីក៏ឆាប់និយាយមកយើងដឹងហើយថាមុខរបស់ឯងនេះមិនចង់បានអ្វីក្រៅពីលុយនោះទេត្រូវការប្រមាណចាំយើងឲ្យនេះអូនគិតថាបងជាមនុស្សត្រូវការទៅលុយមែនទេអូនមើលមកបងជាមនុស្សបែបហ្នឹងឯងចង់បានអីក៏និយាយមកកុំតប៉ាច្រើនពេកយើងគ្មានពេលវេលាច្រើននោះទេណាការងាររបស់យើងមានច្រើនទៀតយើងនៅមិនទាន់បានធ្វើនោះទេដាលិនប្រកាសទេថាអាចផ្ដល់នៅអ្វីដែលបងចង់បានឲ្យមកបងនោះបងគិតថាមិនអាចទេចង់ឲ្យយើងប្រាប់ឯងប្រហែលដងទៀតថាកុំឲ្យហើយយើងថាអូនឯងមិនមែនតិចស្ដាប់ទេឬយ៉ាងម៉េចចង់បានអីក៏និយាយលឿនៗមកកុំសំតប៉ែពេកបងមិនត្រូវការលុយនោះទេគឺបងចង់បានខ្លួនរបស់អូនថាម៉េចអើយអត់ទេឆាប់ចេញពីយើងតែអាឆ្កូនអើយលែងយើងតែអាមនុស្សរកចិនលែងយើងប្រាប់ថៃលែងយើងភ្លាមតែអើយប្រយ័ត្នយើងប្តឹងប៉ូលីសទៅណាអើយលែងយើងអើយអូនដាច់ចិត្តប្តឹងប៉ូលីសឲ្យចាប់អនាគតប្តីចុងរបស់អូនដែរមែនទេនៅឲ្យស្ងៀមទៅមិនចាំបាច់រើទេណាចាំបងផ្ដល់សេចក្តីសុខឲ្យអូន Jasmine បើសិនជាមានបញ្ហាអីឆាប់និយាយមកណាអូមុនហ្នឹងពេលនិយាយទូរស័ព្ទអ្នកនាង Jasmine បានប្រាប់ខ្ញុំថាមានសំណូមពរមួយចំនួនដែលចង់សួរតាក់ទងជាមួយនឹងការងារ Jasmine ចង់សួរអីក៏សួរមកណាមិនបាច់ក្រែងចិត្តអីទេគេលោកបាននិយាយប្រាប់ខ្ញុំថានៅផ្ទះរបស់លោកត្រូវការបុគ្គលិកហើយនៅក្រុមហ៊ុនរបស់បងលោកក៏ដូចគ្នាដែរតែខ្ញុំអាចដាក់ពាក្យបានដែរទេឲ្យខ្ញុំសុំទោសផងណាអ្នកនាង Jasmine នៅផ្ទះរបស់ខ្ញុំគឺបងប្រុសរបស់ខ្ញុំទើបតែប្រាប់ថាគាត់រកបានអ្នកដែលត្រូវមកជួយកិច្ចការម៉ាក់របស់ខ្ញុំបានហើយបានចឹងមិនអីនោះទេណាខ្ញុំប្រហែលជាសម្រាប់ចិត្តទៅធ្វើការនៅផ្ទះរបស់អ្នកផ្សេងហើយឥឡូវអញ្ចេះទៅនៅក្រុមហ៊ុនបងប្រុសខ្ញុំក៏មានការជ្រើសរើសបុគ្គលិកដូចគ្នាផងដែរបើសិនជាមិនប្រកាន់ទេចាំខ្ញុំណែនាំអ្នកនាងឲ្យគាត់ស្គាល់តែម្ដងព្រោះថ្ងៃនេះគាត់ក៏មកកន្លែងនេះដែរកម្រិតវប្បធម៌របស់ខ្ញុំបានត្រឹមតែទី12តែប៉ុណ្ណឹងមិនទៅបានបរិញ្ញាបត្រផងខ្ញុំគ្មានសមត្ថភាពធ្វើការឲ្យបងប្រុសរបស់លោកនោះទេណាកុំគិតបែបហ្នឹងបានទេអ្នកនាងឥឡូវចាំខ្ញុំខលទៅបងប្រុសរបស់ខ្ញុំសិនថាគាត់មកដល់ណាហើយពេលគាត់មកដល់បានស្រួលនិយាយគ្នាជាងនេះអាឡូការ៉ាន់អញខលមកបងមានការអីមែនទេពុទ្ធោហើយបងប្រុសនេះបងមិនចាំសោះតែម្ដងហើយមែនទេក្រែងបងសន្យាជាមួយខ្ញុំថាថ្ងៃនេះមកជួបខ្ញុំនៅភោជនីយដ្ឋានមែនទេបងមិនបានជាបងភ្លេចលឿនម្លេះខ្ញុំមានមនុស្សដែលចង់ណែនាំឲ្យបងស្គាល់ផងណាបងអូបងកំពុងតែចង់ប្រាប់ឯងផងថាបងមិនបានទៅទេបងមានការត្រូវចេញទៅក្រៅបន្តិចមិនបានទៅតាមការណាត់ជាមួយប្អូននោះទេបងសុំទោសផងណាចាំលើកក្រោយចុះបានបងមិនអីទេអញ្ចឹងខ្ញុំលាសិនឲ្យបងអញ្ចេញទៅក្រៅសិនចុះខ្ញុំក៏រវល់ដែរសុខសប្បាយណាបងយ៉ាងម៉េចទៅឲ្យលោកបងប្រុសរបស់លោកនិយាយថាយ៉ាងម៉េចដែរខ្ញុំអាចនឹងដឹងផងបានទេគឺគាត់រវល់បាត់ទៅហើយមិនបានមកជួបពិភាក្សាជាមួយពួកយើងទេមិនអីទេណាចាំលើកក្រោយចុះមិនអីទេណាមិនរំខានលោកច្រើននោះទេពេលណាក៏បានដែរខ្ញុំមិនបង្ខំឡើយនេះ
มันตอนไต่นานนึงนี่นึงเลขาរបស់លោកអនុប្រធានបានជាបញ្ញាយ៉ាងនេះមានការអីដែរបងកតិញនិងបងកឈឹមខ្ញុំមិនទាន់ទៅណាត់ជួបលោកអនុប្រធាននឹងបងចង់ទៅដែរទេបើចង់ទៅអាចទៅជាមួយខ្ញុំបានណា មិនទៅទេណានាងទៅតែម្នាក់ឯងចុះទៅឲ្យមានក្តីសុខដូចឡើងឋានសួគ៌ណា មិនអញ្ចឹងអីបងកទីង មើលតែនាងចាស់ហ្នឹងដូចជាស្និទ្ធជាមួយលោកអនុប្រធានដល់ហើយនោះនាងកញ្ឆុំយើងគ្រាន់តែ5ក្នុងនាមជាអ្នករួមការងារជាមួយគ្នាទេប្រយ័ត្នតែមានកូនអត់ប្តីទៅវើយ អូយចាបើសិនជាមានកូនជាមួយលោកអនុប្រធាននោះទោះជាកូនអត់ឪក៏ខ្ញុំព្រមដែរណាព្រោះខ្ញុំជាមនុស្សលោភថាមិនត្រូវអាចបានទ្រព្យសម្បត្តិមួយចំនួនទៀតផង មិនចាំបាច់មកដេមដាំមកកាន់ខ្ញុំទេណាតែបើសិនជាបែបហ្នឹងពិតមែនក៏ល្អបើបែបហ្នឹងមែនខ្ញុំនឹងប្រាប់ឲ្យលោកអនុប្រធានឲ្យដេញក្បាលពុកមាត់ចាប់មាត់ព្រៀបចេញពីក្រុមហ៊ុនពីព្រោះបុគ្គលិកប្រភេទនេះតោះក៏មិនចំណេញដកចេញគឺមានតែចំណេញថែមមិនចឹងអីពុកខ្លួនមនុស្សប៉ុន្តែមាត់សាន់អើយណែមីខ្សុននេះអូយមើលចាស់នាងកញ្ឆុំវាស្ដីឲ្យយើងតែមើលវាស្ដីឲ្យយើងចាស់អូយវាឌឺឲ្យយើងសម្បើមណាយើងពិតជាក្តៅអើយ អូយបានហើយចាណប់ចែកុំគិតច្រើនមើលមាត់ពួកយើងមិនមែនជាមាត់សัตว์ដូចវានិយាយណាមាត់របស់យើងគឺជាមាត់មនុស្សមិនបាច់មានខ្លួនទេឈប់ស្រែកទៅផ្អើលគេផ្អើលឯងអស់ហើយចែ យើងទ្រាំបានទេមីខ្សុននេះឈប់សិននាងឯងស៊ីរន្ទះជើងរបស់យើងសិនតែយើងក៏ឆាប់ហាញ់តាំងនាងក៏ឆាប់ចូលមកចាំមកឲ្យកាន់តលឿនតាំងកាន់តលឿនកាន់តែល្អណាស់នឹងឲ្យយើងធាក់កណ្ដាស់កញ្ចប់មុនកុំឲ្យនិយាយរឿងអត់ប្រយោជន៍ច្រើនពេកបានហើយយើងផ្ញើទុកសិនចាស់នាងឆាប់ទៅណាក៏ទៅនាងក្មេងឆ្លើយមិនស្គាល់ចាស់ទុំអូយ អូនពូកែណាស់ដាលិនបើមិនសាក់គឺមិនដឹងពិតមែនថាអូនពូកែដូច្នេះពេលនេះអូនខ្លាយជារបស់បងហើយ ឆាប់ចេញពីយើងទៅអាមនុស្សរកចិនអាចបានតែខ្លួនយើងប៉ុណ្ណោះអារកចិនអាចង្រៃអាដេរឆានមនុស្សដេរឆានដូចជាឯងគ្មានថ្ងៃបានចិត្តរបស់យើងឡើយ នាងកុំសំដីលយពេកនាងដាលិនអំបញ្ញមិញនេះយើងបានថតវីដេអូទុកអស់ហើយនាងចង់ឲ្យវីដេអូនេះបែកធ្លាយទៅកាន់បណ្ដាញសង្គមឬក៏ចង់ឲ្យអាខឹមដែលជាគូតដឹងរបស់នាងវាដឹង ហាថាម៉េចអត់ទេណាកុំធ្វើបែបនេះដែរអូនបានទេអូនខ្លាចហើយអូនសំវល់បងណាញ់កុំធ្វើវាឯង បានហើយមនុស្សដូចនាងនរណាទុកចិត្តនោះពេលនេះនាងបានលុយប្រមាណឆាប់បកគលឲ្យយើងទាំងអស់មកយើងត្រូវការលុយប្រើប្រាស់ជាបន្ទាន់ យើងគ្មានលុយនោះទេអាចទៅរកពីណាបានក៏ទៅកុំមកយកពីយើងចាប់ពីពេលនេះតទៅពួកយើងគ្មានអីតាក់ទងជាមួយគ្នាទៀតឡើយឆាប់បរិវត្តជាមួយយើងទៀត ហ៊ានមិនឲ្យលុយយើងផងមែនទេនេះណែយកទៅ អូយឆាប់ទៅឆាប់ធ្វើបាបយើងទៅអូយយើងខ្លាចហើយឆាប់ធ្វើបាបយើងទៅអូយយើងឈឺណាស់អូយ ងាប់ទៅស្រីចង្រៃនាងប្រហិនជាមួយយើងណាស់នេះជាមេរៀនដែលនាងប្រហិនជាមួយយើងលើកក្រោយកុំចេះតែហ៊ានយើងចង់បានអីត្រូវតែឲ្យយើងតាមតម្រូវការ ស្មានតែខ្លាំងតាមពិតញីសាអញីលើកក្រោយកុំចេះតែហ៊ានមកវាយយើងសេរីអន់បែបហ្នឹងយើងឲ្យស្បៃ រៀងនៅនាងលើកក្រោយឲ្យរៀងកុំចេះតែហ៊ានជាមួយយើងទៀតអូយទៅពេទ្យសិនអូយ ហើយចុះវិថីពួកនាងហ្នឹងបានជាស្រែកលោឡារំខានគេរំខានឯងបែបនេះសំណាងហើយលោកប្រធានមិនហ្នឹងបានលោកប្រធានហ្នឹងđangតែចាប់ហើយនាងគឺនាងស៊ូនីហ្នឹងណាវានិយាយឌឺពួកយើងសម្បើមហ្នឹងសត្វតែថាបើសិនជាតាក់តងលោកអនុប្រធានបានវានឹងចាក់រកលោកអនុប្រធានឲ្យដេញក្បាលពួកយើងចេញទៀតផងពួកនាងកុំល្ងងពេកនេះជាឱកាសរបស់ពួកនាងហើយ
មនុស្សតេងនាងស៊ូនីងมันបានបាត់ទ្វារការិយាល័យឡើងឆាប់ចូលទៅលួចឯកសារសំខាន់របស់វាយកទៅដុតចោលតែម្ដងតេងមែនហើយណែនាងកញ្ឆុំនៅធ្វើអីទៀតឆាប់ចូលទៅយកឯកសារភ្លាមតេងប្រយ័ត្នម្ចាស់វាមកតន់នឹងងាប់ទាំងអស់គ្នាឥឡូវហើយ ពធឲ្យចានេះចាយប្រុងឲ្យខ្ញុំទៅតែម្នាក់ឯងមិនអង្កើតទៅមិនដឹងទេខ្ញុំមិនដឹងមួយណាជាឯកសារសំខាន់របស់វានោះទេឆាប់ចូលទៅជាមួយគ្នាទៅ អូយមីកញ្ឆុំនាងកុំល្ងងពេកមើលអសរដែលបានលើសាមីនេះទេនាងមិនចេះមើលអសរទេឬយ៉ាងម៉េចហ្នឹងបានជាមកសួរយើងបែបនេះឆាប់ទៅលឿនទៅ ចាទទួលបញ្ជាខ្ញុំនឹងចាញ់ទៅរកឥឡូវនេះធុញណាស់ព្រះអើយអីក៏កញ្ឆប់តាំងពីគេមានមិត្តថ្មីមកគេមិនខ្វល់ជាមួយយើងទេធុញ ប្រាតាន់តេញទុញវារអ៊ូសម្បាប់ណាស់នាងនេះបានតែត្រូវថ្មោងទីងនិយាយថាអ្នកនាងលីដាពេលយើងយកឯកសាររបស់នាងស៊ូនីបានហើយតើយើងគូធ្វើអ្វីបន្តទៀតទៅអ្នកនាងនៅមានយ៉ាងម៉េចគ្រាន់តែយកទៅដុតចោលទៅគឺចាប់បាត់ទៅហើយកុំខ្វល់ច្រើនពេកដុតចោលគឺជាជំរឿនដ៏ល្អបំផុតហ្នឹងកុំឲ្យវាបានរបស់ទាំងអស់ហ្នឹងយកទៅធ្វើបាត់បង្ហាញប្រាប់លោកប្រធានពេលមានកិច្ចប្រជុំជាមួយភ្ញៀវវិសាស្ហ្នឹង មកវិញហើយនេះគឺជាឯកសាររបស់នាងសូននេះទាំងអស់យើងគួរតែយកទៅដុតចោលតែម្ដងទៅណាតោះឆាប់ចេញទៅម្ចាស់វាមកដល់ឥឡូវហើយ អត់ទេมันអាចយកទៅដុតចោលឡើយយើងត្រូវការយកឯកសារទាំងអស់នោះទៅចម្លងសិនហើយយើងត្រូវកូពីតាមនឹងការចំណុចខ្វះខាតមួយចំនួនពេលនោះយើងត្រូវយកទៅបង្ហាញលោកប្រធានថាវាគឺជា idea របស់ពួកយើងទាំង3នាក់យ៉ាងម៉េចដែរយើងឆ្លាតដែរទេង អូយឆ្លាតរបស់គេមែនវ៉ៃ កើតមកជាមនុស្សឆ្លាតចឹងល្អមែនដែរទេអ្នកនាងលីដា នាងពិតជាឆ្លាតមែនកទីងឆាប់អនុវត្តភ្លាមតេងប្រយ័ត្នវាត្រឡប់មកវិញតន់ចាអ្នកមីងក្មួយសម្រាប់ចាត់ហេតុថានឹងចូលមកបម្រើការងារនៅផ្ទះរបស់អ្នកមីងពីព្រោះក្មួយគ្មានកន្លែងដល់ត្រូវទៅទៀតនោះទេងណាមួយសូនីងក៏ចង់ឲ្យក្មួយមកទីនេះដែរណាំងពិតមែននៃក្មួយមីងពិតជាសប្បាយចិត្តណាស់ពេលបានលើបែបនេះណែនៅទីនេះមិនចាំបាច់ខ្លាចចិត្តនោះទេណាំងខ្វះខាតអីក៏ប្រាប់ពួកយើងបានពួកយើងមិនឲ្យក្មួយទាស់ចិត្តនោះទេង ត្រូវហើយណាកូនកុំខ្លាចក្រាញ់ចិត្តពួកយើងអីមិនអញ្ចឹងហ៎កូនយុនឹងម៉ាក់វាកូនយុល្ងាចនេះកុំភ្លេចទិញពូកឲ្យកូនចាស់ស្មិនផងណាកូនចាស់ស្មិនទៅគេងបន្ទប់ចិត្តប៉ានឹងម៉ាក់ទៅចាំប៉ានឹងម៉ាក់ឲ្យគេរៀបចំបន្ទប់ឲ្យមិនបាច់ទេអ្នកនាងចាស់ស្មិនអាចទៅទិញខ្លួនឯងបានហើយត្រូវទេមិនបាច់ពូកស្អីទេត្រឹមតែកន្ទេលបានហើយក្រែងអ្នកនាងចាស់ស្មិនធ្លាប់ដេកតែកន្ទេលឡើងស៊ាំទៅហើយត្រូវទេ ចាមិនអីនោះទេខ្ញុំមិនចាំបាច់ដេកពុកអីក៏បានដែរសុំត្រឹមតែមានកន្លែងជ្រងគេគ្រប់គ្រាន់ហើយមិនបានជាគិតបែបនេះកូនយុក៏អញ្ចឹងដែរនិយាយស្ដីជាមួយប្អូនឲ្យស្រួលបន្តិចទៅកុំគំរោះគំរើយពេក ខ្ញុំទៅក្រៅសិនហើយណាម៉ាក់មិនបាននៅទីនេះយូរពេកទេខ្ញុំរវល់ការងារច្រើនណាស់ចុះកូនយុថ្ងៃនេះគេកើតស្អីហ្នឹងម៉ាក់វាប្លែកយ៉ាងម៉េចមិនដឹងទេនេះរាល់ដងដូចជាមិនអញ្ចឹងទេតែចម្លែកអីថ្ងៃនេះទៅជាប្រើប្រាស់សម្ដីប្លែកដូចជាមានគំនុំអីនៅក្នុងចិត្តអញ្ចឹង កុំតែខ្វះជាមួយគេពេកអាចថាគេមានបញ្ហាពីកន្លែងការងារទេដឹងទៅឆាវឆាវបែបនេះកូនចាស់ស្មីនកុំភ័យអីហ្នឹងហើយកុំគិតច្រើននេះសោះហ្នឹងមិនអីទេណាអ្នកមីងលោកយកគាត់ជាចៅហ្វាយរបស់ខ្ញុំគាត់ប្រើប្រាស់ពាក្យសម្ដីបែបហ្នឹងគឺត្រឹមត្រូវហើយខ្ញុំគឺជាមនុស្សដែលមានឋានៈតូចតាចគឺបែបនេះឯងសម្ដីបែបនេះខ្ញុំលើឡើងសន្តិជាទៅហើយពេលខ្លះក៏មានធ្ងន់ជាងនេះទៅទៀត អូនពេលនេះបងជឿថាអូនកំពុងតែនៅចិត្តបងបានជួបមនុស្សដែលគេធ្វើឲ្យអូនទៅជាបែបនេះហើយបងចិត្តបានសងសឹកទៅលើគេវិញហើយនេះមែនទេដែលថាបងរវល់នោះបងអើយគិតទៅបងសំណាងជាងខ្ញុំណាស់ទោះបីជាបងយូអ៊ីងទៅកាន់ឋានស្ងប់សុខហើយតែខ្ញុំគិតថាបងយូអ៊ីងនៅតែស្រឡាញ់បងដូចដើមតែខ្ញុំវិញអស់និយាយឲ្យបងអើយ
ស្អីឯងនឹងអាឆៃនេះមិនមែនជាកន្លែងសម្រាប់ឯងដ្រាម៉ាទេណាហើយតាមដានបងពីពេលណាមកនឹងបានជាខ្យល់បក់ឯងមកដល់កន្លែងនេះដែរខ្ញុំឃើញឡានបងឯងបើកមកទីនេះក៏តាមមកមើលបងអាខ្ញុំលើគេនិយាយថានៅទីនេះមានខ្មោចលងច្រើនណាស់ណាបងប្រយ័ត្នខ្មោចលងណាខ្ញុំគ្រាន់តែប្រាប់ទេអាជើងខ្លាចខ្មោចឯងនេះតែអញ្ចឹងឯងបើខ្លាចខ្មោចណាស់ឯងមកតាមបងធ្វើស្អីឆាប់ត្រឡប់ទៅវិញចុះណាប្រយ័ត្នរត់អន្ទាន់វើយនេះខ្ញុំនិយាយមែនទេណាបងយុមិនមែននិយាយលេងសើចទេបងយុខ្ញុំសួរបងឯងតាមត្រង់មើលហើយបងកុំប្រកាន់ជាមួយខ្ញុំអីរាល់ថ្ងៃនេះបងឯងនៅតែស្រឡាញ់បងយូអ៊ីងពិតមែនដែរអត់បងក៏គ្មានអីត្រូវលាក់លៀមជាមួយឯងដែរឯងចាំណាអាឆៃមនុស្សស្រឡាញ់គ្នាមិនងាយភ្លេចគ្នាងាយទេពេលមុនបងស្រឡាញ់យូអ៊ីងខ្លាំងណាស់ពេលនេះក្តីស្រឡាញ់របស់បងទៅលើនាងក៏កាន់តែខ្លាំងលើសដើមស្រឡាញ់មនុស្សម្នាក់មិនមែនចេះតែស្រឡាញ់ទៅនោះទេបែកពីគេវិញក៏កាន់តែមិនអាចបែកតាមតែអំពើចិត្តបានដែរបើប្អូនបានជួបមនុស្សល្អហើយមើលថែគេឲ្យបានល្អណាបងយុហើយបងអញតាណាហ្នឹងគ្រាន់តែសួរចាក់ដោតបន្តិចសោះក៏ទៅចោលខ្ញុំបាត់ទៅហើយយ៉ាំណាស់អាយអូយរបស់ស្អីហ្នឹងធ្លាក់មកនៅទីនេះអត់មានមនុស្សទៀតអ្នកណាគេហ្នឹងកុំមកលេងសើចជាមួយខ្ញុំណាអ្នកណាគេកំពុងធ្វើស្អីហ្នឹងឆាប់ចេញមកមានលឺខ្ញុំប្រាប់ឲ្យចេញមកទេកុំលេងអីឈួតបែបនេះណាខ្ញុំមិនសប្បាយជាមួយទេបើមិនចេញមកទេទុកឲ្យខ្ញុំជាអ្នកទៅវិញកូនចាស់ស្មីនកុំដាក់សម្ពាធលើខ្លួនឯងអីណាំងដោយដែលម៉ាក់មីងនិងប៉ានិយាយអញ្ចឹងថាកូនត្រូវចាត់ទុកទីនេះឲ្យដូចជាផ្ទះរបស់ខ្លួនឯងណាមួយកូនយុក៏នៅទំនេរទៀនថាមិនត្រូវកូននិងកូនយុអាចណែប៉ាវីយល់ពីអ្វីដែលខ្ញុំចង់និយាយដែរទេនឹងយល់តាម៉ាក់វាអូនោះកូនពើរបស់យើងមកដល់ល្មមចូលមកកូនចាំប៉ាណែនាំឲ្យស្គាល់សមាជិកថ្មីដែលចូលមករស់នៅក្នុងគ្រួសារយើងណានាងចាស់ស្មិនអញ្ចឹងបានន័យថាអ្នកដែលបងយុនាំមកធ្វើការផ្ទះយើងគឺនាងចាស់ស្មិនណាពធហើយអីកចៃដនម្លេះនិស័យឲ្យច្បាស់កលែតតែម្ដងហើយនេះតាមពិតលោកគឺជាប្អូនរបស់លោកប្រធានយុមែនទេនេះខ្ញុំស្មានតែខ្លួនឯងកំពុងតែយកសាប់ហាញ់តែងនេះតាវាយ៉ាងម៉េចនឹងខ្ញុំដូចជាវល់អស់ឲ្យប៉ាវីកូនការ៉ាន់និងកូនចាស់ស្មីនឆាប់បញ្យល់មកនឹងប៉ាបន្តិចមកថារឿងវាយ៉ាងម៉េចទៅវិញទេបាទត្រូវហើយកូនជួយពយល់ពួកយើងបន្តិចមកណាថារឿងហេតុវាយ៉ាងម៉េចខ្លះมันមានអ្វីស្មុគស្មាញទេណាំងគេដែលសារតែពួកយើងទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមកដែលសារតែលោកការ៉ាន់បានបាក់ឡានប៊ីនឹងបោះក្មួយតាហែងរឿងរ៉ាវមានតែប៉ុណ្្នឹងឯងលោកពូអ្នកមីងគ្មានអ្វីលើពីនេះទេអូអញ្ចឹងទេអីពួកយើងយល់ហើយណាបើអញ្ចឹងល្អហើយកូនការ៉ាន់ឆាប់ជូនប្អូនទៅមើលទិញអីវ៉ាន់ដាក់បន្ទុំបន្តិចទៅណាំងហើយជួយចាត់ចែងចេញលុយឲ្យប្អូនផងបាទម៉ាក់អញ្ចឹងកូនទៅបដូរកៅអៅបន្តិចសិនហើយចាស់ស្មិនចាំខ្ញុំបន្តិចសិនណាបន្តិចទៀតខ្ញុំត្រឡប់មកវិញអូអ្នកបងអញ្ជើញមកដល់ល្មមកូនការ៉ាណាកុំតន់តណាអីនៅទីនេះសិនហើយណាចាំទទួលអ៊ំប្រុសនិងអ៊ំស្រីសិនជំរាបសួរអ្នកបងទាំងពីរសុខសប្បាយដែរទេបាទជំរាបសួរអ្នកពួកខ្ញុំសុខសប្បាយជាធម្មតាទេចុះអ្នកវិញពួកខ្ញុំក៏ដូចអ្នកទាំងពីរដែរបាទអូក្មួយការ៉ាន់តើថ្ងៃនេះចេញពីធ្វើការលឿនម្លេះក្មួយពូនឹងមីងខានជួបយូរហើយនេះឡើងពេញកំឡោះស្ដោកតែម្ដងហើយក្មួយខ្ញុំជំរាបសួរលោកពូនិងមីងដោយសារតែថ្ងៃនេះក្មួយបានបង្ហាយការងារមុនម៉ោងហើយមិនដឹងថានៅ clinic ធ្វើអីក៏ចាញ់មកមុនតែម្ដងទៅណាមួយមិនសូវជាមានពេលសម្រាប់ច្រើនផងតើជាខ្យល់អីទៅដែលបាក់អ្នកទាំងពីរមកដល់ទីនេះនោះអត់មានប្រាប់ខ្ញុំមុនសំបីតែមួយម៉ាន់យ៉ាងហោចណាស់ក៏គួរតែប្រាប់មុនដែរស្រួលពួកខ្ញុំរៀបចំអាហារចាំទទួលណាស់មិនរំខានដល់អ្នកបងទីណាស់ដែលសារតែពួកខ្ញុំបើកឡានកាត់ទីនេះតែពួកខ្ញុំឈានចូលផ្ទះអ្នកបងតែម្ដងទៅហើយចុះក្មួយស្រីខាងនេះគឺជានរណាគេដែរទៅដូចជាស្ងោស្ងាត់ដល់ហើយក្មួយនេះម៉ាក់និងប៉ាប៉ាជាមិនស្គាល់កូនប៉ាត់មែនទេម៉ាក់និងប៉ារបស់ខ្ញុំនៅតែដដែល
มันแปลกใจណាសោះឬមកក៏ប៉ាម៉ាក់ផ្លេចកូនទៅហើយប៉ាម៉ាក់លែងស្រឡាញ់កូនហើយមែនទេគឺខ្ញុំជាអ្នកដែលត្រូវមកធ្វើការថ្មីនៅក្នុងផ្ទះនេះណាលោកពូអ្នកមីងដោយសារតែខ្ញុំខានខើលោកពូអ្នកមីងយូរគឺមិនចឹងទេណាគឺក្មួយចង់បានន័យថាក្មួយមិនដែលបានជួបលោកពូអ្នកមីងតែបានជាមិនសូវហ៊ាននិយាយជាមួយ ហេតុអីបានជាខ្ញុំមានអារម្មណ៍ថាគេដូចជាកូនស្រីរបស់ខ្ញុំយ៉ាងនេះមើលទៅគេដូចជាកូនចាស់ស្មីនរបស់ខ្ញុំណាស់ទេវតាអើយសូមឲ្យខ្ញុំបានជួបកូនរបស់ខ្ញុំវិញផងមិនអីទេណាក្មួយពូនឹងមីងមិនមែនជាមនុស្សបែបនេះទេនិយាយអញ្ចឹងក្មួយស្រីមានបញ្ហាអីមែនទេបានជានិយាយទាំងអួលដើមកបែបនេះមិនមែនដោយសារតែពូនឹងមីងធ្វើឲ្យក្មួយភ័យទេអត់ទេណាដោយសារតែក្មួយមិនសូវស្រួលខ្លួនតែបែបនេះបានចឹងក្មួយសុំតក្រៅសិនហើយអត់ទេណានៅទីនេះនិយាយគ្នាលេងសិនហើយក្មួយស្រីមានឈ្មោះអ្វីដែរទេអាចណែនាំខ្លួនឲ្យពូនឹងមីងស្គាល់បានទេមិនចាំបាច់ឲ្យគេណែនាំក៏បានដែរអ្នកបងចាំខ្ញុំជាអ្នកណែនាំទៅចាស់ហ្នឹងក្មួយស្រីខាងនេះមានឈ្មោះថាចាស្មីនហើយគេមកធ្វើការនៅទីនេះគឺបានកូនយុនឹងហ្នឹងគឺគេជាអ្នកនាំមកថាមិញនេះក្មួយស្រីមានឈ្មោះថាចាស្មីនប៉ាវីគេមានឈ្មោះថាចាស្មីនហើយចុះក្មួយមានឪពុកម្ដាយដែរទេក្មួយមានបងប្អូនប្រមាណអ្នកដែរទេគឺមិនចឹងទេណាតាមពិតតែខ្ញុំមានឈ្មោះថាសៀកណាឈ្មោះចាស្មីននេះគឺដោយសារតែខ្ញុំឆ្លាញ់ឈ្មោះនេះតែដាក់ឈ្មោះខ្លួនឯងថាចាស្មីនតែម្ដងទេហើយខ្ញុំមានបងប្អូន2នាក់ចំណែកប៉ាម៉ាក់របស់ខ្ញុំវិញគឺថាយ៉ាងម៉េចទៅក្មួយឆាប់និយាយប្រាប់ពួកយើងបន្តិចមកណាហើយកុំលាក់បាំងជាមួយពួកយើងអីនេះមានរឿងអីដែរអ្នកខ្ញុំដូចជាមិនយល់សោះឬក៏ចាស់ស្មីនមានអីតាក់ទងជាមួយនឹងអ្នកបងទាំងពីរម៉ាក់និងប៉ារបស់ខ្ញុំបានស្លាប់បាត់ទៅហើយពួកគាត់មិនស្រឡាញ់ខ្ញុំនិងប្អូនរបស់ខ្ញុំនោះទេបើពួកគាត់អងស្នេហ៍កម្មភាគទី7អ្នកនាងមកអង្គុយធ្វើស្អីហ្នឹងមិនទៅធ្វើការងារក្នុងផ្ទះបាយទេហ៎ខ្ញុំជួលអ្នកនាងឲ្យមកធ្វើការពេញថ្លៃណាមិនឲ្យនាងមកអង្គុយមើលទេសភាពក្នុងផ្ទះរបស់ខ្ញុំទេខ្ញុំសុំទៅផងណាលោកបច្ចុប្បន្នស្ដាយណាស់ដែលខ្ញុំធ្វើការមួយថ្ងៃតែលោកបាច់ជាមើលមិនឃើញបាច់ជាមកឃើញពេលខ្ញុំអង្គុយទៅវិញដោយពាក្យចាស់លោកពលមិនខុសមែនធ្វើល្អមួយរយដងគេមើលមិនឃើញតែធ្វើអាក្រក់តែម្ដងគេឃើញឡើងលឿនណាស់មិនចឹងឯងលោកយងនេះនាងកំពុងតែឌឺខ្ញុំមែនទេនាងចាស្មីនអូហូឥឡូវនេះបានសម្ដីណាស់ណោះគិតទៅមនុស្សស្រីដែលមកពីកន្លែងតូចទាបនិងគ្មានចំណេះដឹងដូចជានាងនិយាយស្ដីមិនចេះគិតពិតមែនមនុស្សដូចជានាងនេះណាគេមើលងាយមិនខុសទេអត់ទេណាខ្ញុំនិយាយតាមការពិតនោះទេឥឡូវខ្ញុំសួរលោកខ្ញុំនិយាយបែបនេះតើត្រឹមត្រូវដែរទេកុំធ្វើមកបែបហ្នឹងអីលោកប្រធានធ្វើមកដូចជាកុំគុណនឹងខ្ញុំតាំងពីជាតិណាមកក៏មិនដឹងទេនេះអ្នកនាងកំពុងតែឌឺខ្ញុំមែនទេមនុស្សដូចជាអ្នកនាងហ្នឹងណាគ្មានតម្លៃឲ្យខ្ញុំគុំគួនទេបានហើយឆាប់ទៅធ្វើការរបស់នាងបន្តទៀតចុះខ្ញុំសួរលោកតាមត្រង់ទៅចោះណាលោកមានកំណុំអីមកលើខ្ញុំទេមិនបានជាតាមធ្វើបាបខ្ញុំមិនឈប់បែបនេះធ្វើស្អីហ៎ខ្ញុំប្រាប់នាងខ្ញុំជាចៅហ្វាយរបស់នាងខ្ញុំមានតួនាទីគ្រប់គ្រងលើនាងនិងមើលការខុសត្រូវឬមួយក៏មនុស្សដូចជានាងមិនចេះទទួលយកការកែលម្អរបស់អ្នកដទៃមែនទេមិនអីទេណាខ្ញុំអរគុណហើយតែលោកនៅកែលម្អខ្ញុំជាបន្តទៀតទៅចាស់ខ្ញុំទៅមុនហើយជួបគ្នានៅពេលក្រោយហ្នឹងនាងម្នាក់នេះចំជាក្បាលរឹងនឹងពូកែឌឺពិតមែនគិតទៅមនុស្សដូចជានាងកាត់មកនាំទៅធ្ងន់ផែនដីធ្វើអីណោះបាត់ជាឆ្នាំហ្នឹងមិនបានជារកមិនឃើញអញ្ចឹងឬមកក៏មាននរណាម្នាក់លួចយើង
បាត់ថយខ្ញុំកំពុងតែប្រញាប់ត្រូវការបន្ទាន់ផងសំខាន់នៅក្នុងបន្ទប់នេះគ្មានកាមេរ៉ាសុវត្ថិភាពទៀតយើងទ្រាំបានទេមីខ្ស៊ូនេះឈប់សិននាងឯងស៊ីរន្ទះជើងរបស់យើងសិនទេយើងក៏ឆាប់ហើយតាំងនាងក៏ឆាប់ចូលមកចាំមកកាន់តែលឿនតាំងកាន់តែលឿនកាន់តែល្អណាស់នឹងឲ្យយើងធាក់កណ្ដាស់កញ្ចប់មុនកុំឲ្យនិយាយរឿងអត់ប្រយោជន៍ច្រើនពេកអើណាឃើញហើយឬមកក៏កតិញអ្នកកឆុំជាអ្នកលួចយកតាំងហេតុអីក៏ពួកនាងអស់នេះត្រូវលួចយកឯកសាររបស់ខ្ញុំទៅបែបនេះតើពួកនាងមានបំណងអ្វីតាំងមានបញ្ហាអីមែនទេនៅនាងសូនីបានជាមើលទៅដូចជាអន្ទះអន្ទែងយ៉ាងនេះឃើញដើរឆ្វែលចុះឆ្វែលឡើងតែម្ដងហើយនេះមិនបានជាលោកដឹងថាខ្ញុំដើរឆ្វែលចុះឆ្វែលឡើងនេះកំប្រាប់ណាំងថាលោកហើយលោកឆៃនេះលោកមានបំណងអ្វីលើខ្ញុំឲ្យប្រកាសតាំងឆាប់ប្រាប់មកណាំងនៅនាងសូនីនៅនាងឈប់មើលមកខ្ញុំជាមនុស្សអាក្រក់ដូចជារាល់ថ្ងៃនេះបានទេហើយមិនអីទេណាខ្ញុំសុំទោសផងចុះខ្ញុំទៅវិញសិនហើយលោកវិឆ័យអត់ទេលោកអនុប្រធាននេះលោកកំឆាប់ងាប់ពេកណាំងមានរឿងអីក៏និយាយគ្នាតាមសម្រួលបានណាំងខ្ញុំពិតជាសុំទោសផងណាំងតែនិយាយតាមត្រាទៅចាស់ខ្ញុំគិតថាសុំមកនិយាយវិញប្រសើរជាងខ្ញុំទេជាអ្នកខុសខ្ញុំបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់របស់អ្នកនាងតែគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនាងទេខ្ញុំគ្មានបំណងអីលើពីនឹងនោះទេបាទអរគុណហើយណាដែលលោកបានគិតដល់សុវត្ថិភាពរបស់ខ្ញុំតែថាខ្ញុំមិនគិតថានៅពីក្រៅខ្នងរបស់ខ្ញុំនឹងមានមនុស្សស្រីប្រមាណអ្នកទេដែលបារម្ភពីលោកដែរទេនិយាយលេងទេណាខ្ញុំចង់បានន័យថាលោកមិនចាំបាច់បារម្ភពីខ្ញុំពេកទេលោកក៏ទៅយកពេលវេលាទៅបារម្ភនឹងមើលថែមនុស្សលោកស្រឡាញ់វិញទៅប្រសើរជាងណាបាទអ្នកនាងខ្ញុំនឹងធ្វើតាមសម្ដីរបស់អ្នកនាងតែអំបញ្ញមិញខ្ញុំមើលតាមកាមេរ៉ាគឺខ្ញុំបានឃើញអ្នកនាងកំពុងតែប្រឹងរកអ្វីមួយអាចប្រាប់ខ្ញុំបានទេបើសិនជាមិនប្រកាន់នោះមែនហើយនិយាយតាមត្រង់ទៅខ្ញុំបានបាត់ឯកសារសំខាន់មួយដែលជាក្រុងតាក់ទងជាមួយការចំណាយប្រចាំឆ្នាំរបស់ក្រុមហ៊ុនមិនដឹងថាជាអ្នកណាចង់មកលួចយកទេឬមកក៏ខ្ញុំអ្វីដែរនោះទេចុះអ្នកនាងមានសង្ស័យទេថាបាត់ដោយសារអីមិនអីទេណាចាំខ្ញុំឆែកកាមេរ៉ាជូននិយាយតាមត្រង់ចាស់កាលពីម្សិលមិញហ្នឹងខ្ញុំភ្លេចបាត់ទ្វារការិយាល័យហើយខ្ញុំបានទាស់ទិញសម្ដីគ្នាជាមួយកតិញអ្នកកឆុំខ្ញុំគិតថាគ្មានអ្នកណាក្រៅពីនាងពីរនាក់នោះទេបើបែបហ្នឹងមានតែឆែកកាមេរ៉ាទេដើម្បីឲ្យបានច្បាស់តោះតែឆែកកាមេរ៉ាសិនទៅហើយចាំគិតទៀតបានអញ្ចឹងឆាប់ទៅតែម្ដងទៅណាគិតទៅការដាក់កាមេរ៉ារបស់លោកមានគុណសម្បត្តិដែរតែងពូឯងនៅឆៅទីនោះធ្វើអីឆាប់ចូលមកយើងមិនទាន់ចេញទៅក្រៅផងម៉ែគ្រូពិតជាប្រកែមែនណោះមិនទៅសើមិនបានមែនពិតដូចជាអ្នកបណ្ឌិតក្នុង Facebook គេនិយាយមិនខុសទេម៉ាក់វាយើងមិនទាន់ខ្វះឯណាយើងគ្រាន់តែមើលមិនសូវច្បាស់អូយ៉ូឈឺកណាស់វើយពួកឯងមករកយើងនេះមានរឿងឲ្យយើងជួយត្រូវដែរទេម៉ែគ្រូពិតជាពូកែមែនប៉ាវីមិនទាន់បាននិយាយអីផងគាត់ក៏ដឹងថាពួកយើងមករកគាត់ឲ្យជួយបាត់ទៅហើយមិនងាយបានជួបគ្រូណាពូកែបែបនេះនោះទេយើងមិនពូកែទេបើពួកឯងគ្មានបញ្ហាអីស្មានតែពួកឯងមករកយើងអីចាំជាល្ងងមែនពួកនេះមែនហើយម៉ាក់វាម៉ែគ្រូដូចជាកំប្លែងណាស់ម៉ែគ្រូកូនចៅមានរឿងចង់ឲ្យជួយម៉ែគ្រូអាចទាយដឹងមុនបានទេថាកូនចៅមានរឿងអីនោះយើងដឹងយើងធ្វើជាម៉ែគ្រូប្រកាសជាដឹងហើយពួកឯងមករកយើងក៏ព្រោះតែចង់ឲ្យយើងទុះទាយថាកូនរបស់ពួកឯងកំពុងស្ថិតនៅកន្លែងណាហើយធ្លាប់ជួបពួកឯងដែរឬក៏អត់មែនទេយ៉ាងម៉េចយើងនិយាយត្រូវដែរទេពិតជាត្រឹមត្រូវណាស់ម៉ែគ្រូពិតជាប្រកែមែនម៉ាក់វាឆាប់គោរពម៉ែគ្រូ3ដងទៅមិនបាច់នោះទេយើងមិនត្រូវការ
គិតទៅពួកឯងទាំងពីរនេះចាំជាល្ងងមែននៅពេលដែលពួកឯងឈរនិយាយគ្នានៅក្រោមដើមស្វាយនោះយើងបានដាក់ឧបករណ៍ស្រោមសំឡេងនៅទីនោះឯងទាំងពីរអ្នកនេះនិយាយអីក៏យើងបានឮដែរ មើលតែទុកចិត្តបានអត់ប៉ាវីដកខ្លួនឲ្យហើយតែម្ដងទៅអីតន់នៅតិចតិចខ្ញុំមើលតែមិនមែនមើងងាយទេណាតែដូចបែកបែកឲ្យមិនដឹងទេនេះ ចាំទៅមើលសិនទៅម៉ាក់វាអើយកុំតន់និយាយត្រូវចាំថាអ្នកខ្លាំងគេលាក់សមត្ថភាពបែបនឹងឯងគេមិនងាយបញ្ចេញនោះទេហើយមួយវិញទៀតគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ពួកឯងនិយាយខ្សឹបគ្នារឿងអីហ្នឹងមានរឿងនិយាយដើមយើងមែនទេ ពួកក្មេងចំនួនក្រោយដូចជាពួកឯងនេះមិនស្គាល់វេទមន្តមិនស្រក់ទឹកភ្នែកពិតមែនយើងនិយាយតាក់ទងជាមួយកូនឯងតែប្រមាណម៉ាត់ទេកូនរបស់ពួកឯងនៅពេលនេះគេបានជួបពួកឯងទាំងពីរហើយតែពួកឯងមិនស្គាល់គេឡើយម្យ៉ាងវិញទៀតគេស្គាល់ពួកឯងទាំងពីរច្បាស់ណាស់ ពិតមែនអីម៉ែគ្រូដឹងទេថាមូលហេតុអីបានជាគេមិនព្រមទទួលស្គាល់ខ្ញុំបែបនេះហើយអាចប្រាប់ខ្ញុំបានទេថាគេនៅទីណារូបរាងយ៉ាងម៉េចជួយខ្ញុំផងទៅម៉ែគ្រូ មិនបានទេគ្រប់យ៉ាងមិនអាចប្រឆាំងនឹងព្រំលិខិតបាននោះទេយើងគ្រាន់តែដឹងថាគេមានឈ្មោះចាស់ស្មីននិងសូនីតែប៉ុណ្្នឹងឯងឈប់សួរយើងទៀតទៅ ម៉ែគ្រូបច្ចុប្បន្នបានច្បាស់ណាស់និយាយអញ្ចឹងក្រៅពីការទោសទាញម៉ែគ្រូមានចេះជាបាច់ជំងឺទៀតដែរទេខ្ញុំមានបងប្អូនឈឺចង្កេះមិនបាត់សោះចង់ឲ្យម៉ែគ្រូជួយ និយាយពីរឿងចេះនោះយើងស្អីក៏ចេះដែរតែពេលនេះប៉ុណ្ណឹងសិនបានហើយយើងបញ្ញាប់ចេញទៅក្រៅបន្តិចសិនពីព្រោះយើងមានណាត់ បើមិនប្រកាន់ទេម៉ែគ្រូអាចប្រាប់ពួកខ្ញុំបានទេថាចង់ទៅកន្លែងណាចាំពួកខ្ញុំជូនឡានទៅដល់តែម្ដង ល្អខ្លាំងណាស់ល្អពិតជាល្អណាស់បើអញ្ចឹងគឺយើងទៅពេទ្យថ្ងៃនេះយើងមានណាត់ជាមួយពេទ្យដោយសារតែយើងជាប់សរសៃចង្កេះដើរមិនរួចនោះទេអង្គុយមិនបានយូរឆាប់ទៅភ្លាមទៅ អូមអីទេណាម៉ែគ្រូពួកខ្ញុំសុំលាទៅមុនសិនហើយម៉ែគ្រូរកតាក់ស៊ីជិះខ្លួនឯងទៅណាព្រោះខ្ញុំក៏ត្រូវទៅពេទ្យដូចជាម៉ែគ្រូដែរតោះម៉ាក់វានៅយូរទៀតមិនបានទេ លោកវិឆ័យខ្ញុំសង្ឃឹមលើកាមេរ៉ារបស់លោកហើយណាតែមិនបានជាកាលពីម្សិលមិញវាអេរ៉ឺពេញមួយថ្ងៃបែបនេះខ្ញុំគិតថាកាមេរ៉ារបស់លោកខ្សែលើខ្ញុំមែនតែនហើយនេះ ប្រហែលជាម្សិលមិញនេះដាច់ភ្លើងហើយមើលទៅចំជាចង្រៃមែនមិនអីទេណាខ្ញុំមានវិធីមួយទៀតអ្នកនាងកុំបារម្ភអីខ្ញុំនឹងប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីបានជួយអ្នកនាងណាទុកចិត្តលើខ្ញុំចុះ លោកវិឆ័យមិនបានជាលោកព្យាយាមជួយខ្ញុំបែបនេះខ្ញុំសួរតាមត្រង់ចាស់ណាស់លោកធ្លាប់ធ្វើកិច្ចការនេះពីមុនមកទេខ្ញុំត្រូវការវានៅសប្តាហ៍ក្រោយនេះហើយ មិនលាក់បាំងទេខ្ញុំមិនដែលធ្វើវាពីមុនមកទេតែមិនអីទេណាខ្ញុំនឹងព្យាយាមដើម្បីអ្នកនាងព្រោះខ្ញុំមិនចង់ឃើញអ្នកនាងត្រូវបង្យុកស្ដីឲ្យទេ លោកវិឆ័យលោកមិនធ្លាប់ធ្វើវាពីមុនមកនោះទេហើយលោកចង់ជួយខ្ញុំបានយ៉ាងម៉េចទេមិនអីទេណាខ្ញុំនឹងព្យាយាមធ្វើវាដោយខ្លួនឯងទៅចាស់ សូនីឲ្យតែអាចឃើញស្នាមញញឹមរបស់អ្នកនាងបែបនេះខ្ញុំអាចធ្វើបានគ្រប់យ៉ាងណាឥឡូវអញ្ចេះចុះអ្នកនាងសូនីធ្វើកម្រងនោះជាមួយខ្ញុំតែម្ដងទៅល្អទេពួកយើងនឹងបានកាន់កម្រងមួយរួមគ្នា លោកអនុប្រធានសម្រាប់ចិត្តច្បាស់ហើយមែនទេវាមិនមែន1ម៉ោងឬក៏1ថ្ងៃនោះទេណាគឺត្រូវធ្វើដាច់យំហើយឯងនឹងចិត្តមួយសប្តាហ៍ថែមទៀតផងណា មិនមែន1ម៉ោងមិនមែន1ថ្ងៃទោះជាមួយជីវិតក៏ខ្ញុំយល់ព្រមដែរឲ្យតែបាននៅចិត្តអ្នកនាងប៉ុណ្ណឹងអ្នកនាងអស់ចម្ងល់ហើយនៅ លោកពិតជាពូកែនិយាយណាខ្ញុំសុំទៅផងណាដែលខ្ញុំទោះសំណើចបែបនេះតែខ្ញុំគិតថាលោកពិតជាពូកែនិយាយពិតមែនមិនអីទេណាលោកដាក់ទីតាំងឲ្យខ្ញុំមកចាំខ្ញុំទៅជួបមក បាទចាំខ្ញុំផ្ញើទីតាំងឲ្យតាម Telegram ណាជួបគ្នាពីព្រឹកដល់យប់ពីយប់ដល់ព្រឹកវិញក៏បានដែរណាអ្នកនាងសូនី ចាប់បានចាំខ្ញុំទៅមុនហើយណាជួបគ្នានៅពេលក្រោយ អ
ស្អីទៀតហើយអាឆៃអញមានការអីជាមួយបងឆាប់និយាយមកបើគ្មានការអីទេកុំមករំខានបងរវល់ធ្វើការណាយល់ទេអាប្អូនកំហូចពធឲ្យបងយុខ្ញុំមិនទាន់បាននិយាយអីផងបងឯងដេញខ្ញុំបែបនេះទៅហើយក្នុងភ្នែកបងឯងដែលចាត់ទុកខ្ញុំជាមនុស្សល្អខ្លះដែរទេបងមានការអីឆាប់និយាយមកបងមានពេលឲ្យឯង15នាទីឲ្យឆាប់ឡើងមកអាឆៃបងយុប្អូនឆ្ងល់ណាស់បងឧទាហរណ៍ថាមានបុគ្គលិកបានប្រព្រឹត្តខុសពីគោលការណ៍ក្រុមហ៊ុនដូចជាធ្វើឲ្យបាត់បង់ឯកសារឬក៏អ្វីផ្សេងទៀតអញ្ចឹងណាតើអាចមានទោសបែបណាទៅបងសួរអញតាមត្រង់ណាឆៃតាំងពីចូលធ្វើការមកឯងមានដើរបានអានកិច្ចសន្យាការងារឬក៏កុងត្រាដែរទេបើខ្ញុំបានអានខ្ញុំមិនបាច់ចំណាយពេលមកសួរបងឯងទេណាបងយុឆាប់ប្រាប់ខ្ញុំមកណាខ្ញុំត្រូវការចម្លើយពីមាត់របស់បងផ្ទាល់អូខេដែរទេបងសម្លាញ់ស្ដាប់ឲ្យចាំផងណាសម្រាប់អ្នកដែលធ្វើឲ្យបាត់ឯកសារនោះគឺអាចនឹងត្រូវបញ្ឈប់ពីការងារតែម្ដងហើយវាយ៉ាងម៉េចឯងមានបញ្ហាបាត់ឯកសារណាមួយត្រូវដែរទេអត់ទេបងយុបើអញ្ចឹងប៉ុណ្ណឹងសិនបានហើយណាបងណាខ្ញុំទៅសិនហើយជម្រាបលាលោកប្រធានហេចុះអានេះវាកើតអីវាហ្នឹងនៅសុកមកសួរសំណួរប្លែកឬមួយក៏តាក់ទងទៅនឹងឯកសាររបស់សុននេះអាឡងនេះខ្ញុំចាស់ស្មានកំពុងតែនិយាយណាស់មានបញ្ហាអ្វីក៏ឆាប់មានប្រសាមកណា Hello Jasmine នេះបងខឹមកំពុងតែនិយាយណា Jasmine ដឹងទេថាបងខឹមម្នាក់នេះនឹក Jasmine ណាបងខឹមខំប្រឹងប្តូរលេខទូរស័ព្ទដើម្បីបាននិយាយជាមួយ Jasmine កុំបិទទូរស័ព្ទរបស់បងអីណាបងវល់អូនទៅចុះណា Jasmine ពួកយើងបានចាប់គ្នាយូរហើយណាបងខឹមបងដល់លែងខ្ញុំទៅកុំធ្វើជាសម្ពាធដល់ខ្ញុំទៀតអីខ្ញុំចង់ប្រាប់បងថាខ្ញុំហន់ខ្ញុំចង់នៅម្នាក់ឯងខ្ញុំមិនត្រូវការស្នេហាទៀតនោះឡើយអត់ទេណា Jasmine ពេលនេះបងនឹងគេមិនមានអីតាក់ទងជាមួយគ្នាទៀតទេដាលីនម្នាក់នោះបានរលូតកូនទៅហើយបងមិនចាំបាច់នៅជាមួយគេទៀតទេពួកយើងអាចដូចដើមបានហើយណា Jasmine បងសន្យាថាមិនធ្វើឲ្យអូនឈឺចាប់ម្ដងទៀតទេទុកឱកាសឲ្យបងខ្លះផងណា Jasmine នាង Jasmine នាងកំពុងតែយកជីវិតមកលេងសើចជាមួយកំហឹងរបស់យើងហើយហ្នឹងនាងពោះក្បាលពីរឯងនេះបែកបាក់គ្នាហើយនៅនាំរឿងរ៉ាវបំបីបំបាក់គេទៀតប៉ុណ្ណឹងបានហើយបងខឹមកុំមករំខានខ្ញុំទៀតអីពេលនេះខ្ញុំគ្មានអារម្មណ៍អ្វីជាមួយបងដូចមុនឡើយពួកយើងត្រឹមតែជាអ្នកដតីប៉ុណ្ណឹងឈប់ខំមករំខានខ្ញុំទៀតណាឈប់សិន Jasmine បងជាមួយដាលីនគ្មានអីតាក់ទងជាមួយគ្នាទៀតនោះទេតើអូនឲ្យបងធ្វើយ៉ាងម៉េចទៅទើបអូនជឿបងឬក៏ការស្លាប់របស់បងទើបអាចឲ្យអូនជឿបានមិនចាំបាច់ដល់ថ្នាក់នោះពេកទេណាបងខឹមខ្ញុំជឿបងហើយតែបងចាំណាខ្ញុំមិនត្រឡប់ទៅរកបងវិញនោះទេខ្ញុំមិនចង់ខកចិត្តម្ដងទៀតឡើយបងខឹមបើបងបែកពីគេនោះបងអាចត្រូវអ្នកផ្សេងបានណាអ្នកផ្សេងដែលមិនមែនជាខ្ញុំ Jasmine បងសុំវល់អូនណាអូនផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេឥឡូវអញ្ចេះចុះអូនអាចទៅញ៉ាំអាហារពេលរសៀលជាមួយបងបានទេនៅថ្ងៃនេះណានៅភោជនីយដ្ឋាន Nathan Film បងវល់អូនណា Jasmine យល់ព្រមណាបងខឹមតែខ្ញុំមិនទាន់យល់ព្រមថានឹងត្រឡប់ទៅរកបងវិញឡើយល្ងាចនេះចាំជួបគ្នានៅហាង Nathan Film ទៅចាស់ណាបងខឹមយល់ព្រមណា Jasmine បងពិតជាអរគុណអូនណាស់ដែលយល់ព្រមទៅញ៉ាំអាហារពេលល្ងាចជាមួយបងមិនដឹងថាគួរបរិយាយពីទំហំចិត្តមួយនេះប្រាប់អូនរបៀបម៉េចទេណាបងស្រឡាញ់អូនណានេះ Jasmine គឺមានមនុស្សនៅក្នុងចិត្តហើយមែនទេកន្លែងដែលគេណាត់គ្នាទៅញ៉ាំគឺជាកន្លែងចាស់ដែល Jasmine ធ្លាប់ទៅជាមួយខ្ញុំទៀតនេះមែនទេជាស្នេហាដំបូងរបស់ខ្ញុំនោះទេវតាអើយខ្ញុំខុសអីទៅបានជាដាក់ទោសខ្ញុំបែបនេះទៅវិញហេតុអីទៅទេវតាអើយមានរឿងអីទៅកូនការ៉ាន់ម៉ាក់និងប៉ាបានលួចមើលកូនគឺដូចជាលួចមើលគេម្នាក់ឯងទាំងមិនសប្បាយចិត្តយ៉ាងម៉េចមិនដឹងទេនេះត្រឹមត្រូវដែរទេម៉ាក់វាពិតមែនហើយប៉ាវីកូនការ៉ាន់របស់ម៉ាក់កំពុងតែមានស្នេហាហើយមែនទេមើលទៅមុខចង់ដូចជាមិនសូវសប្បាយចិត្តសោះកំពុងតែលួចស្រឡាញ់គេម្នាក់ឯងទេដឹងមិនមែនអញ្ចឹងទេម៉ាក់និងប៉ាចេះតែនិយាយបង្អាប់កូនហើយកូនរបស់ប៉ាម៉ាក់មិនមានស្នេហាអីនោះទេបើកូនមានស្នេហាមែននោះផែនដីនេះអាលេជាមិនខានទេថាមត្រូវដែរ
អាចជាស្នេហាដំបងអីអញ្ចឹងណាហ៎ ឃើញទេម៉ាក់វានិយាយត្រូវរឿងតែបន្តិចមុខក្រហមបាត់មានបញ្ហាអីក៏អាចប្រាប់ម៉ាក់និងប៉ាបានដែរមិនបាច់លាក់នោះទេចាំម៉ាក់និងប៉ាជួយកូន និយាយមកណាកូនមិនចាំបាច់ខ្មាស់អៀនអ្វីឡើយបើសិនជាអាចជួយបានម៉ាក់និងប៉ាប្រកាសជាព្យាយាមជួយកូនឲ្យអស់ពីសមត្ថភាព ម៉ាក់និងប៉ាមានប្រសាសន៍បែបនេះជាការពិតដែរទេកូនដូចជាពិបាកបរិយាយអារម្មណ៍របស់កូនពេលនេះណាចុះកូនមានសំណួរអីដែលចង់សួរមកកាន់ប៉ាម៉ាក់ដែរទេក្រែងលោពួកយើងអាចផ្ដល់ជាចម្លើយទៅកូនហើយកូននឹងបានធូរចិត្តជាងនេះមិនថាអញ្ចឹងអីម៉ាក់វាកូនសុំសួរលោកទាំងពីរតែបន្តិចទេសង្ឃឹមថាម៉ាក់និងប៉ាមិនប្រកាន់ជាមួយសំណួររបស់កូនទៅចុះកូនចង់សួរថាកាលពីប៉ានិងម៉ាក់កាលពីនៅលាវធ្លាប់លួចស្រឡាញ់គេម្នាក់ឯងដែរទេកាលប៉ានៅពីកំឡោះប៉ាសាវ៉ាបន្តិចហើយកាលនោះលយដែរហ្នឹងណាព្រោះប៉ាក៏មានសម្រស់សង្ហាមិនចាញ់ខ្លួនឯងដែរអញ្ចឹងហើយប៉ាក៏មិនសូវស្គាល់ជាតិលួចស្រឡាញ់គេម្នាក់ឯងទេ ម៉ាក់វិញក៏មិនដែលលួចស្រឡាញ់គេតែម្នាក់ឯងដែរនិយាយរួមទៅពេលមានស្នេហាគឺការយកតែម្ដង បើអញ្ចឹងមែនទោះកូននិយាយយ៉ាងណាក៏ម៉ាក់និងប៉ាមិនយល់ពីអារម្មណ៍របស់កូនដែរកូនសូមជម្រាបលាអ្នកទាំងពីរទៅកន្លែងធ្វើការសិនហើយយំមើលគេធ្វើប្រហែលជាកូនការ៉ាន់កំពុងតែលួចស្រឡាញ់កូនចាស់ស្មិនម្នាក់ឯងហើយមើលទៅតោះម៉ាក់វាគិតទៅលេងអនាគតប្រឡងរបស់យើងបន្តិចមានការអីទៅបងកុំអូសកាឡាពេកណាខ្ញុំកំពុងតែមានអារម្មណ៍មិនល្អផងអាការ៉ានបងដឹងណាថាឯងកំពុងតែលួចស្រឡាញ់ចាស់ស្មិនតែឯងមិនដឹងទេថាចាស់ស្មិនជាបងស្រីលេខារបស់បងហើយលេខារបស់បងនោះគឺជាសង្សាររបស់បងហើយមានតាក់ទងអីជាមួយខ្ញុំទៅបងខ្ញុំមិនមែនជាអ្នកជំរឿនទេណាមិនបាច់ប្រឹងរៀបរាប់ប្រាប់ខ្ញុំនោះទេណែអាពេតឬមួយក៏ឯងមិនចង់បានចាស់ស្មិនធ្វើជាសង្សារទេមិនអីទេអញ្ចឹងបងទៅវិញក៏បានដែរណាឯងនៅលួចស្រឡាញ់គេម្នាក់ឯងទៀតទៅចុះអាមុខស្រឡាញ់គេតែម្នាក់ឯងឈប់សិនមើលបងមានបញ្ហាអីក៏និយាយមកណាខ្ញុំចាំស្ដាប់ក៏បានដែរចាំស្ដាប់ណាពេលនេះសូនីដែលជាលេខារបស់បងហើយត្រូវជាអនាគតបងថ្លៃរបស់ឯងនោះបានបាត់ឯកសារសំខាន់មួយហើយឯកសារនោះត្រូវការពេលតែមួយសប្តាហ៍តែប៉ុណ្ណោះដើម្បីរៀបចំឡើងវិញបើសិនជាឯងជួយបងដើម្បីធ្វើវានោះបងនឹងប្រាប់សូនីឲ្យបញ្ចុះបញ្ចូលបងស្រីគេឲ្យមកមើលចិត្តគ្នាជាមួយឯងណាមានអីលើសពីនេះដែរទេបងបើអស់ហើយខ្ញុំទៅមុនសិនហើយចាំខ្ញុំផ្ដល់ចម្លើយឲ្យពេលក្រោយវិញ